នៅក្នុងវីដេអូមុនខ្ញុំបាននិយាយអំពីប្រភេទយន្តហោះវឹកវើកម្រិតធ្ងន់និងវាយប្រហារកម្រិតស្រាលត្រូវបានបែងចែកចេញជាពីរប្រភេទនៅក្នុងថ្ងៃនេះខ្ញុំនឹងមកលម្អិតអំពីប្រភេទនីមួយៗឲ្យបងប្អូនបានស្គាល់ឲ្យកាន់តែច្បាស់អំពីសមត្ថភាពរបស់វាចង់ដឹងថាតើវាមានលក្ខណៈសម្បត្តិយ៉ាងណាមកតាមដានទស្សនាជាមួយខ្ញុំបាននៅក្នុងវីដេអូនេះទាំងអស់គ្នាយន្តហោះទី1នោះគឺជាយន្តហោះចម្បាំងគី FA50 Fighting Eagle ដែលត្រូវបានអភិវឌ្ឍចេញពីត្រកូលយន្តហោះគ្រួសារ T50 Golden Eagle គឺជាយន្តហោះប្រយុទ្ធស្រាលរបស់កូរ៉េខាងត្បូងដែលត្រូវបានរចនាឡើងនិងផលិតដោយក្រុមហ៊ុន Korea Aerospace Industry និងត្រូវបានសហការជាមួយនឹងក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកគឺ Lockheed Martin យន្តហោះចម្បាំង FA50 ដែលទទួលបានពីយន្តហោះហ្វឹកហ្វឺនល្បឿនលឿនជាងសំឡេង T50 ត្រូវបានរចនាឡើងដើម្បីជំនួសយន្តហោះចាស់ៗដូចជា F5E ឬ F5F និង A37 ដែលបម្រើជាយន្តហោះចម្បាំងស្រាលពហុតួនាទីដែលមានតម្លៃសមរម្យសម្រាប់កងទ័ពអាកាសនាសម័យទំនើបសមត្ថភាពនិងប្រព័ន្ធអាកាសចររបស់យន្តហោះ FA50 Golden Eagle រ៉ាដានិងឧបករណ៍ចាប់សញ្ញាបំពាក់ដោយរ៉ាដាជីពចរ Doppler យុទ្ធសាស្ត្រដូចជារ៉ាដារបស់អ៊ីស្រាអែល ELM 2032ឬអង្គភាពរ៉ាដា AESA ដែលត្រូវបានធ្វើឲ្យប្រសើរឡើងនៅក្នុងវ៉ារង់ថ្មីជាងនេះដែលផ្ដល់នូវការតាមដានគោលដៅហួសពីចម្ងាយឆ្ងាយនៃការមើលឃើញប្រព័ន្ធអាវុធកាំភ្លើង Gatling ទំហំ20មីលីម៉ែត្រចំនួន3នៅធុងខាងក្នុងចំណុចព្យួរអាវុធមានចំនួន7ដែលអាចផ្ទុកអាវុធបានរហូតដល់4500គីឡូក្រាមមានសមត្ថភាពបំពាក់មីស៊ីលអាកាសទៅអាកាសមីស៊ីលអាកាសទៅដីនិងគ្រាប់រំសេវជាក់លាក់កាប៊ីនយន្តហោះមានមុខងារបញ្ជាការហោះហើរដោយប្រព័ន្ធខ្សែ HOTAS HUD មុំធំទូលាយនិងអេក្រង់ពហុមុខងារដែលមានសមត្ថភាពក្នុងការមើលឃើញពេលយប់បានយ៉ាងច្បាស់ប្រតិបត្តិការសកលក្រៅពីកងទ័ពអាកាសរបស់សាធារណរដ្ឋកូរ៉េខាងត្បូងយន្តហោះចម្បាំង FA50 បានអនុម័តពីអន្តរជាតិដោយសារតែថ្លៃដើមប្រតិបត្តិការទាបបើប្រៀបធៀបទៅនឹងយន្តហោះចម្បាំងធុនធ្ងន់ដូចជាប្រទេសប៉ូឡូញ FA50PL FA50GF ហ្វីលីពីន FA50PH ម៉ាឡេស៊ី FA50M ប្រទេសសៀមអ៊ីរ៉ាក់និងឥណ្ឌូនេស៊ីកំពុងតែប្រើប្រាស់ប្រភេទ T50 TA50 នេះគឺជាសមត្ថភាពក៏ដូចជារូបរាងរបស់យន្តហោះប្រភេទ FA50 Golden Eagle បងប្អូនយល់យ៉ាងណាដែរចំពោះសមត្ថភាពរបស់យន្តហោះមួយនេះកុំភ្លេច comment នៅខាងក្រោមហើយកុំភ្លេចជួយ share ក៏ដូចជា subscribe នៅក្នុង channel YouTube របស់ខ្ញុំបាទម្នាក់មួយផងបាទ